បច្ចុប្បន្នភាពអំពីរឿងព្រំដែនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញនៅសេចក្តីប្រកាសព័ត៌មានទាមទារឲ្យថៃចាត់ធ្វើការវាស់វែងបញ្ជាក់ខណ្ឌសីមាព្រំដែនឲ្យបានច្បាស់លាស់នៅពេលដែលកងទ័ពថៃបានកាន់កាប់ទឹកដីប្រទេសកម្ពុជាជាច្រើនកន្លែងកាលពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2026គណៈកម្មការ JBC ខាងកម្ពុជាបានបញ្ជូនកំណត់ទូតជាថ្មីម្ដងទៀតទៅកាន់ភាគីថៃដើម្បីទាមទារឲ្យបញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្ដែងនៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី7ខែមីនាឆ្នាំ2026ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោល42ទៅ47ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យព្រៃច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងចន្លោះបង្គោលលេខ52ទៅដល់59ស្ថិតនៅស្រុកកំរៀងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងព្រមទាំងសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នាស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ព្រំដែនចន្លោះបង្គោល33 37តំបន់បឹងត្រកួនតំបន់ច្រកទ្វេព្រំដែនអន្តរជាតិថ្មដាឃុំថ្មដាស្រុកវែងវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនអូភ្លុកដំរីឃុំថ្មដាស្រុកវែងវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនច1ឃុំថ្មដាស្រុកវែងវែងខេត្តពោធិ៍សាត់និងតំបន់ព្រំដែនផ្សេងទៀតនៅកាលបរិច្ឆេទសមស្របមួយចន្លោះពីថ្ងៃ8ដល់ថ្ងៃទី15ខែមីនាឆ្នាំ2026ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះវាស់និងវែងនឹងខណ្ឌសីមាលើដីជាក់ស្ដែងកំណត់ព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នាខ្សែព្រំដែនដើរតាមផ្លូវទឹកនិងខ្សែព្រំដែនជាបន្តត្រង់នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃ8ដល់ថ្ងៃទី15មីនាឆ្នាំ2026ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំទី6គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃកម្ពុជាចុះថ្ងៃទី15មិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញស្នើឲ្យមានការរៀបចំប្រជុំក្រុមប្រតិបត្តិការ OG កម្ពុជាថៃលើកទី12និងកិច្ចប្រជុំអនុកម្មការបច្ចេកទេសព្រំដែន JTSC កម្ពុជាថៃលើកទី5ក្នុងអំឡុងសប្តាហ៍មួយនៅក្នុងខែទី1ខែមីនាឆ្នាំ2026នេះគឺជាសេចក្តីស្នើឡើងរបស់ប្រទេសកម្ពុជាដែលបានចុះផ្សាយជាសេចក្តីប្រកាសព័ត៌មានដែលខ្ញុំចាត់ទុកថាជារឿងល្អហើយដែលរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតតែងលាក់លៀមអត់មាត់ទេតើគេវាយយកដីបានបើកមាត់សូម្បីតែបើកមាត់ហើយក៏ផែនទីមិនទាន់ត្រឹមត្រូវចេញឲ្យមើលទេការលាក់លៀមបែបនេះហើយបានបាត់ទឹកដីនោះខ្មែរបាត់ទឹកដីដោយសាររាជការលាក់លៀមណានេះគឺជាបញ្ហាដែលកើតឡើងគណៈកម្មាធិការព្រំដែន JBC ភាគីកម្ពុជាប្រឆាំងតវ៉ាដាច់អហង្ការនៅសកម្មភាពឈ្លានពាននិងការកាប់ទឹកដីដោយខុសច្បាប់របស់យោធាថៃត្រូវហើយការតវ៉ានេះត្រឹមត្រូវហើយបាទការតវ៉ានេះត្រឹមត្រូវហើយគួរធ្វើឲ្យញឹកញាប់មែនតើហើយត្រូវបញ្ចេញឯកសារឲ្យខ្មែរបានដឹងរយៈកាលកន្លងមករាជការហ៊ុនសែនហ៊ុនម៉ាណែតបិទបាំងមិនឲ្យខ្មែរយល់ដឹងពីព្រំដែនកម្ពុជាទេដោយសារហេតុនេះហើយបានជាថៃវាហ៊ានប្រហើនវាដឹងថាមេដឹកនាំខ្មែរបិទបាំងកិច្ចការព្រំដែនជាមួយនឹងប្រជាពលរដ្ឋខ្លួនដូច្នេះហើយខាងប្រទេសថៃខាងថៃវាហ៊ានកាន់កាប់លើទឹកដីខ្មែរឥឡូវដល់ចំណុចតច្រកត្រូវធ្វើបើកចំហដូចរឿងសមុទ្រជាដើមត្រូវបើកចំហឯកសារព្រំដែនឲ្យប្រជាជនបានដឹងកាលណាប្រជាពលរដ្ឋខ្មែរបានដឹងគឺនាំគ្នានិយាយដើម្បីតវ៉ាអាចคล้ายទៅជាសម្ពាធមួយដែលមហាជនខ្មែរដឹងឮពីទឹកដីខ្លួនឯងដូច្នេះហើយអ្វីដែលកើតឡើងគឺមានមូលហេតុត្រង់រាជការខ្មែរមិនស្មោះត្រង់រឿងទឹកដីជាមួយនឹងប្រជាពលរដ្ឋខ្លួនអញ្ចឹងត្រូវតែកែប្រែរឿងហ្នឹងនេះគឺជាអ្វីដែលខ្ញុំមើលឃើញថាជាចំណុចខ្សោយដែលបណ្ដាលឲ្យបាត់បង់ទឹកដីនិងបណ្ដាលឲ្យបរទេសហ៊ានរំលោភឈ្លានពានលើទឹកដីប្រទេសកម្ពុជាទាំងគ្រប់កន្លែងបាទដូច្នេះអ្វីដែល JBC អ្វីដែលរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើគឺជាអំពើត្រឹមត្រូវទោះបីយឺតពេលក៏ដោយក៏ត្រូវធ្វើហើយត្រូវបញ្ចេញឯកសារឲ្យប្រជាពលរដ្ឋខ្មែរបានដឹងឮបានយល់ឃើញ
បានយល់ដឹងបានស្គាល់អំពីកិច្ចការព្រំដែនគ្មានត្រូវការលក្ខការទេរយៈកាលកន្លងមករាជការកម្ពុជាថ្នាក់ដឹកនាំហ៊ុនសែនហ៊ុនម៉ាណែតបានបាត់បង់ពីប្រជាជនខ្មែរធ្វើឲ្យសៀមធ្វើឲ្យយួនហ៊ានរំលោភឈ្លានពានមកលើទឹកដីអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសកម្ពុជាដោយសាររាជការខ្មែរបាត់បង់ប្រជាពលរដ្ឋគ្មានការចេះដឹងគ្មានឯកសារមិនដឹងច្បាស់អំពីមេត្តាសេចក្តីលម្អិតខ្លឹមសារពិតនៃព្រំដែនកម្ពុជាទាំងទឹកទាំងគោកដូច្នេះត្រូវតែបើកចំហឲ្យដឹងនេះគឺជារឿងធ្វើតលតែសៀមយកដីអស់ឡើងច្រើនបានបើកមាត់និយាយហើយបើកមាត់និយាយនឹងនៅស្ទុកនៅឡើយទេដូច្នេះហើយត្រូវខំធ្វើឲ្យបានខ្លាំងក្លានេះគឺជាសំណុំពររបស់ខ្ញុំហ្នឹងអញ្ចឹងបាទសួស្តីប្រិមិត្តមកចិត្តព្រឹត្តិការណ៍ថ្ងៃទី11ខែកញ្ញាឆ្នាំ2001នៅសហរដ្ឋអាមេរិកជាព្រឹត្តិការណ៍របស់សហរដ្ឋអាមេរិកអត់មានតាក់ទងនឹងចៅទេណាអត់មានតាក់ទងនឹងចៅជាព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកព្រឹត្តិការណ៍វេប្រហារដោយទេវជននៅពេលនោះឥឡូវនេះគេបានតាមចាប់តាមកំទេចចោលទេវជននឹងបានជោគជ័យសឹងតែ 100% ហើយជារឿងរបស់សហរដ្ឋអាមេរិកហើយអត់តាក់ទងនឹងចៅទេចៅគិតរកចំណេះដាក់ខ្លួនហើយនឹងរកបាយញ៉ាំខ្លួនឯងប្រទេសចៅស្រុកទេសចៅរស់នៅក្នុងក្រោមការជិះជាន់រស់នៅចោរកម្មចៅជួយគិតរឿងអាមេរិកកាំងអត់មានត្រូវការចៅមកជួយគិតទេដូច្នេះហើយគេអត់ចាំបាច់មកប្រាប់ចៅទេរឿងដែលគេកើតឡើងកាលពី25ឆ្នាំមុនគេដោះស្រាយហើយគេធ្វើសង្គ្រាមគេតាមប្រមាញ់ពួកអក្រិតជនបានសឹងតែ 100% អូខេប្រវត្តិសាស្ត្រខ្លួនឯងគួររៀនបញ្ហាខ្លួនឯងគួររៀនជីវភាពខ្លួនឯងគួរយកចិត្តទុកដាក់អញ្ចឹងណាហ្នឹងអញ្ចឹងTerry រឿងនយោបាយការបរទេសគឺដំបូងរដ្ឋាភិបាលត្រូវមាននយោបាយមេរដ្ឋាភិបាលត្រូវមាននយោបាយមេ principal policy សម្រាប់នយោបាយការបរទេសតែ principal policy សម្រាប់នយោបាយការបរទេសហ្នឹងរដ្ឋាភិបាលត្រូវយល់ដឹងឲ្យបានច្បាស់នៅភូមិសាស្ត្រនយោបាយរបស់ប្រទេសខ្លួនហើយត្រូវយល់ដឹងឲ្យច្បាស់អំពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយហើយក៏ចាប់ផ្ដើមកែប្រែ